ឧត្តមអភិសន្តិបណ្ឌិតសសុខាជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តព្រៃវែងបន្តរាល់សកម្មភាពខិតខំដោះស្រាយនៅរាល់ទុក្ខលំបាកនិងសំណុំពររបស់ពលរដ្ឋកុំខ្លាចភាពនឿយហត់ឯឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តព្រៃវែងជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តព្រៃវែងបន្តរាល់សកម្មភាពខិតខំដោះស្រាយនៅរាល់ទុក្ខលំបាកនិងសំណុំពរនានារបស់ពលរដ្ឋកុំខ្លាចភាពនឿយហត់ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការបន្តមរតកនយោបាយដ៏ឧត្តមឧត្តមរបស់រាជរដ្ឋាភិបាលក្នុងការតម្កល់ផលប្រយោជន៍រាជជាធំនិងមិនប្រែប្រួលតាំងពីដើមរៀងមករហូតដល់បច្ចុប្បន្នការថ្លែងជំរុញនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិតអញ្ជើញជាអធិបតីពិធីសន្និបាតបូកសរុបសកម្មភាពនិងលទ្ធផលការងារចូលមូលដ្ឋានប្រចាំឆ្នាំ2025នៅលើកទិសដៅការងារបន្តឆ្នាំ2026របស់ក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តព្រៃវែងនៅសាលាខេត្តព្រៃវែងនារសៀលថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានសម្ដែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៃយន្តការចូលមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈដែលនៅក្នុងឆ្នាំ2025កន្លងទៅសម្រេចបានរហូតដល់286លើកព្រមទាំងទទួលបានសំណើនៅសំណុំពរចំនួន1915ករណីអ្វីដែលជាការកត់សម្គាល់និងជាក្តីមោទនៈក្នុងចំណោមសំណើនៅសំណុំពរទាំងនោះគឺបានដោះស្រាយបញ្ចប់ដោយជោគជ័យចំនួន1138ករណីដែលស្មើនឹង 59.43% ឯកឧត្តមអភិសន្តិបណ្ឌិតបានគូបញ្ជាក់ថាភាពជោគជ័យនេះគឺជាសក្ខីភាពដ៏រឹងមាំដែលបញ្ជាក់ឲ្យឃើញពីសន្ទុះនៃជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងឱកាសដ៏វិសេសវិសាលនោះដែរឯកឧត្តមអភិសន្តិបណ្ឌិតប្រមុខក្រសួងមហាផ្ទៃបានសម្ដែងនៅការកោតសរសើរនិងលើកទឹកចិត្តចំពោះរដ្ឋបាលខេត្តព្រៃវែងក្រោមការដឹកនាំប្រកបដោយសកម្មភាពនិងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមសួនសូម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តដែលបានខិតខំជំរុញការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្តបានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពក្នុងមនោសញ្ចេតនាដ៏កក់ក្ដៅឯកឧត្តមអភិសន្តិបណ្ឌិតប្រមុខក្រសួងមហាផ្ទៃបានគូបញ្ជាក់ថាខេត្តព្រៃវែងជាខេត្តគំរូនៃស្មារតីសាមគ្គីជាតិតាមរយៈសកម្មភាពមនុស្សធម៌ដ៏សកម្មក្នុងការគាំទ្រដល់យុទ្ធជនជួរមុខដែលជាមោទនភាពបំផុតតាមរយៈការគៀកករៃអង្គាសនិងការបង្កើតមូលនិធិនានារដ្ឋបាលខេត្តប្រមូលថវិកាបានរហូតដល់ទៅជិត$1 លានអាមេរិកដែលនេះជាតួលេខដ៏ច្រើនលើសលប់ហើយបានឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់និងការដឹងគុណចំពោះវីរៈយុទ្ធជនបន្ថែមពីនេះឯកឧត្តមអភិសន្តិបណ្ឌិតបានកោតសរសើរចំពោះយន្តការទទួលនិងការយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃដែលមានស្រុកកំណើតនៅក្នុងខេត្តព្រៃវែងដែលរដ្ឋបាលខេត្តមិនត្រឹមតែផ្ដល់ការឧបត្ថម្ភភ្លាមៗប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានខិតខំជ្រោមជ្រែងស្វែងរកឱកាសការងារឲ្យធ្វើដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេឲ្យមានភាពល្អប្រសើរឡើងវិញផងដែរទន្ទឹមនឹងការបង្ហាញពីសមិទ្ធផលសម្រាប់បានរបស់ក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានខេត្តព្រៃវែងប្រមុខក្រសួងមហាផ្ទៃក៏បានគូបញ្ជាក់ដោយក្តីមោទនៈនៅសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តព្រៃវែងដែលសម្រេចបានការសាងសង់សាលាមត្តេយ្យស្តង់ដាររហូតដល់21ខ្នងព្រមទាំងការប្រើប្រាស់ថវិកាមនុស្សធម៌សរុបជា20 ប៊ីលានរៀលឯកឧត្តមបានចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះថាជាការសាបព្រោះក្របពូជនៃបញ្ញាញាណចាប់តាំងពីកម្រិតបឋមវ័យដើម្បីជាគ្រឹះដ៏រឹងមាំក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពរហូតដល់ពេលពេញវ័យដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិទាំងមូលនាពេលអនាគតឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថាឆ្នាំនេះព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនឹងត្រូវរៀបចំឡើងក្នុងលក្ខណៈសន្សំសំចៃបំផុតដោយកាត់បន្ថយថវិកាចំនួន 50% បើធៀបនឹងឆ្នាំមុនការសម្រេចចិត្តនេះធ្វើឡើងក្នុងស្មារតីយោគយល់និងសាមគ្គីភាពខណៈដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងកលៈទេសៈដ៏មានសារៈសំខាន់ដែលកងកម្លាំងប្រដាប់អាវុធយើងកំពុងឈរជើងការពារបរណភាពទឹកដីយ៉ាងស្វាហាប់ហើយបងប្អូនជនភៀសសឹកមួយចំនួនក៏មិនទាន់បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅឡើយនេះជាការបង្ហាញពីការចេះរំលែកទុក្ខលំបាកនិងការតម្កល់ប្រយោជន៍ជាតិជាធំជាងការសប្បាយរីករាយផ្ទាល់ខ្លួនពីវេទិកាអធិបតីមុននឹងបញ្ចប់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងារចូលមូលដ្ឋានខេត្តព្រៃវែងបន្តសកម្មភាពផ្សព្វផ្សាយរាល់គោលនយោបាយយុទ្ធសាស្ត្រនិងលទ្ធផលការងារឲ្យដល់មូលដ្ឋានព្រមទាំងខិតខំប្រមូលនិងដោះស្រាយរាល់សំណើសំណុំពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលាពិសេសត្រូវជំរុញកិច្ចការងារវាស់វែងផ្ដោតប្លង់ដីកម្មសិទ្ធិនិងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដោយលុបបំបាត់ឲ្យអស់នៅបញ្ហាគ្រឿងញៀនក្មេងទំនើងនិងលបាយស៊ីសងគ្រប់ប្រភេទជាមួយគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិតក៏បានសង្កត់ធ្ងន់ឲ្យក្រុមការងារយកចិត្តទុកដាក់លើសន្តិសុខ Digital ដោយត្រូវបង្កើតការផ្សព្វផ្សាយនិងអប់រំឲ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីបទល្មើសបច្ចេកវិទ្យាជាពិសេសយន្តការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញដែលកំពុងរីករាលដាលទន្ទឹមនឹងនោះត្រូវរឹតបន្តឹងការអនុវត្តអនុក្រឹត្យលេខ03ដើម្បីធានាឲ្យបាននូវតម្លាភាពនិងប្រសិទ្ធភាពក្នុងការរាយការណ៍វត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានហ្មត់ចត់បំផុតដោយឡែកចំពោះការអភិវឌ្ឍធនធានមនុស្សប្រមុខក្រសួងមហាផ្ទៃបានណែនាំឲ្យបង្កើតការយកចិត្តទុកដាក់លើការលើកកម្ពស់ឱកាសសិក្សានិងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនដើម្បីឲ្យពួកគាត់មានសមត្ថភាពពិតប្រាកដសម្រាប់ទីផ្សារការងារទន្ទឹមនឹង
នឹងនេះអាយុដល់អភិសន្តិបណ្ឌិតក៏បានទទូចឲ្យក្រុមការងារត្រូវបន្តតាមដាននិងជំរុញការអនុវត្តគម្រោងអភិវឌ្ឍឃុំសង្កាត់នានាឲ្យបានជាប់ជាប្រចាំដើម្បីធានាថាការអភិវឌ្ឍទាំងនោះពិតជាទទួលបានលទ្ធផលជាផ្លែផ្កានិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន